Khi xuất đây nè, trong ngày này nhóm miền video song khăn 1 ទៀត គឺរបៀបយើង print ឯកសារត្រឡប់សងខាងនៅលើម៉ាស៊ីនកំណុង AX 683 អញ្ចឹងដើម្បី print ឯកសារត្រឡប់សងខាងបានតើយើងត្រូវធ្វើដូចម្តេចឥឡូវខ្ញុំធ្វើការដាក់ក្រដាសសិនរូបក្រដាសអញ្ចឹងយើងធ្វើការដាក់ក្រដាសចឹងមកហើយម៉ាស៊ីនរបស់យើងបើកធម្មតាបាទឥឡូវយើងទៅមើលឯកសារនៅលើកុំព្យូទ័រអូខេតើអញ្ចឹងឥឡូវខ្ញុំមានឯកសារនៅលើនេះអញ្ចឹងនេះឧទាហរណ៍ឯកសារមួយនេះអញ្ចឹងខ្ញុំធ្វើការចុចបើកសិនចឹងដើម្បីយើង print បានត្រឡប់សងខាងអ្នកទាំងអស់គ្នាដំបូងយើងចុចនៅកន្លែងសញ្ញារូបម៉ាស៊ីន print នេះបាទសញ្ញារូបម៉ាស៊ីន print តមកទៀតយើងធ្វើការជ្រើសរើសម៉ាស៊ីនតែនេះឈ្មោះម៉ាស៊ីន print ចុចមកយើងធ្វើការជ្រើសរើសវាសិនអញ្ចឹងម៉ាស៊ីន print របស់ខ្ញុំគឺឈ្មោះនេះអូខេរួចយើងមើលទំព័រឯកសារនៅក្នុងនេះគឺវាមាន42ទំព័រអញ្ចឹងដើម្បីយើង print បានត្រឡប់សងខាងយើងចូលកន្លែង more option ហើយកន្លែងនេះកន្លែង all page នេះយើងចុចដូរយកពាក្យថា event យកពាក្យថា event តមកទៀតយើងធ្វើការទៅ page setup សិនឡើង page setup នៅខាងក្រោមនេះ page setup នេះប៉ុន្តែថាយើងទៅជ្រើសរើសយកក្រដាស A4 ប្រហែលយើង print ក្រដាស A4 ហើយយើងយកក្រដាសដេកឬក៏ក្រដាសឈោអញ្ចឹងចុចរើសមកហើយចុច OK តមកទៀតយើងធ្វើការចុច print នៅខាងក្រោមនេះអញ្ចឹងយើងរងចាំវា print អស់ទៅមិនវាច្រើនទៅពោដែរឥឡូវរងចាំតិចសិនអូខេអញ្ចឹងឥឡូវនេះវាចាប់ដើមធ្វើការ print ហើយអូខេឥឡូវនេះឯកសារយើងវាបាន print បានរួចហើយគឺអញ្ចឹងនៅក្នុងនេះគឺវា print បានមកជាហៀងអញ្ចឹងដើម្បីយើង print មកសងខាងទៀតឲ្យវាត្រូវតាមទំព័ររបស់វាអញ្ចឹងយើងធ្វើការត្រឡប់វាបាទឥឡូវយើងតាមដានមើលនៅក្នុងកុំព្យូទ័រមួយទៀតអញ្ចឹងឯកសារដែលយើង print បានមកជាហៀងនេះយើងធ្វើការត្រឡប់វាដាក់ក្បាលក្រោមអញ្ចឹងមកនេះចេះអូខេតែមកទៀតយើងទៅកំណត់វានៅក្នុងកុំព្យូទ័រម្ដងទៀតណាតោះមើលអញ្ចឹងយើងចុចទៅលើលេខ printing ដដែលយើងចុចទៅលើកន្លែង print យើងនឹងដដែលមកហើយយើងដូរកន្លែង option របស់យើងនេះកន្លែង option នេះយើងត្រូវដូរមករើសយកពាក្យថា old វិញអញ្ចឹងបានន័យថាវាត្រូវ print នៅទំព័រមួយជាងទៀតអញ្ចឹងបន្ទាប់ពីនឹងមកហើយយើងទៀមទាត់ផងកន្លែង page setup ហ្នឹង A4 ហើយក្តារចូលត្រឹមត្រូវហើយនៅអញ្ចឹងណាអញ្ចឹងបើត្រឹមត្រូវហើយប៉ុណ្ណឹងមករួចយើងចុចកន្លែង print អញ្ចឹងនេះវាចាប់ផ្ដើម print នៅទំព័រមួយជាងទៀតហើយវាត្រូវជាមួយនឹងឯកសាររបស់យើងតែម្ដងអូខេអញ្ចឹងឥឡូវនេះវាបាន print មកហើយឥឡូវយើងមើលតើវាត្រូវទំព័រគ្នាអត់អញ្ចឹងទំព័រទីលេខ33នេះគឺយើង print វាមកជាងមុនហើយយើងទៅមកទៀតវា print មកមួយទៀតគឺទំព័រ32អញ្ចឹងយើងរើសយក event ហ្នឹងវា print លេខសេះបន្ទាប់មកទៀតយើងរើសយក old ហ្នឹងវា print លេខ2វិញអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងសម្រាប់ការ print ឯកសារត្រឡប់សងខាងនៅលើម៉ាស៊ីនកំណុង AX 683អញ្ចឹងអ្នកទាំងអស់គ្នាអាច print តាមវិធីនេះបានព្រោះធ្វើតាមវិធីនេះវាអត់ចេះខុសលេខទំព័រទេហើយយើងមិនអង្គុយដក print ម្ដងមួយអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះយើងជួបគ្នាវីដេអូក្រោយបាយបាយ